សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃទី16ខែ3ឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះផងដែរយើងមកជួបគ្នាសាជាថ្មីជាមួយនឹង Nitofin បាទបងប្អូន Nitofin បាទថ្ងៃនេះខ្ញុំនឹងធ្វើការបំពន់កូនចន្ទីបាទដែលនៅខាងក្រោយខ្ញុំបាទអញ្ចឹងសម្រាប់ Nitofin នេះគឺមានតួនាទីបំពន់ទៅលើផ្នែកដងដើមស្លឹករឹសបាទអញ្ចឹងដោយសារកូនចន្ទីរបស់យើងមិនទាន់ដល់វគ្គដែលត្រូវមានផ្លែទេបាទអញ្ចឹងហើយយើងមកធ្វើការបំពន់វាឲ្យវាមានការរីកលូតលាស់ធំធាត់បានល្អបាទអញ្ចឹងយើងនឹងតើមើលវិធីក្នុងការលាយទាំងអស់គ្នាថាតើវិធីក្នុងការលាយ Nitofin គេធ្វើយ៉ាងដូចម្ដេចបាទសម្រាប់ Nitofin គឺពិតជាមានលក្ខណៈពិសេសច្រើនខ្លាំងមែនតើបាទបងប្អូនសម្រាប់ Nitofin នេះគឺវាមិនត្រឹមតែបំពន់ទៅលើផ្នែកដងដើមស្លឹករឹសទេវាថែមទាំងធ្វើឲ្យដំណាំរបស់យើងមានការរីកលូតលាស់បានយូរផងដែរបាទគឺខៀវខ្ចីបានយូរផងដែរបាទហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលវិធីក្នុងការលាយទាំងអស់គ្នាបាទតោះបាទបងប្អូននេះគឺជាវិធីក្នុងការលាយ Nitofin ជាមួយនឹងទឹកបាទអញ្ចឹងមុននឹងធ្វើការលាយយកទៅបាញ់យើងត្រូវលាយជាមួយនឹងទឹកចំនួនកន្លះលីត្រជាមុនសិនបាទដើម្បីវាល់យកទៅដាក់ជាមួយនឹងទឹកដែលយើងត្រូវយកទៅបាញ់ទៀតបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងក្នុងមួយកញ្ចប់នេះយើងលាយទឹកចំនួនកន្លះលីត្របាទចឹងបន្ទាប់ពីយើងលាយវាហើយយើងក៏ឡុកវាចូលសាច់គ្នាបាទយើងក៏ឡុកវាចូលសាច់គ្នាសិនបាទបន្ទាប់ពីយើងក៏ឡុកចូលសាច់គ្នាហើយយើងមកធ្វើការវាល់បាទវាល់ដាក់ជាមួយនឹងធុងថ្នាំរបស់យើងធុងជីរបស់យើងបាទអានេះយើងប្រើ20 cc លាយជាមួយនឹងទឹក20លីត្រចឹងយើងលាយតែប៉ុណ្្នឹងរួចជាការស្រេចបាទ